បាទសួស្តីអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះដែរខ្ញុំចង់ធ្វើយឺតមួយតកតងជាមួយនឹងហ្គេងឬក៏ជាធម្មតាហ្នឹងហើយឥឡូវយើងចាប់ដើមពីណាទៅយើងត្រូវការ OpenIV សិន OpenIV ជាមួយនឹង Photoshop អញ្ចឹងយើងចង់ដឹងឲ្យយឺតនៅណាយើងចូលមើលក្នុង website ទៅនេះ website GTA Asset Gallery ហ្នឹងទៅបាទហើយចូលឥឡូវគេហ្នឹងមកនេះយើងដក tick film ចេញជាមួយដាក់ tick ជាមួយនឹង JBIB នេះចាំវាតទៅជាមួយយឺតផងនេះខ្ញុំយកយឺតនេះចុះអញ្ចឹងក្នុងយឺតពណ៌សនេះយើងមើលទីតាំងវាទៅទីតាំងវានេះអញ្ចឹងយើងបើក OpenIV វាមកហើយយើងមើលទីតាំងវាX64V អញ្ចឹងយើងរកកន្លែង X64V មកនេះហើយបន្ទាប់មក model ហើយនេះមានតែមួយទេ stream pack នេះអញ្ចឹងយើងរក file stream pack បន្ទាប់មកវានឹងឲ្យឈ្មោះរបស់វាឈ្មោះ npm freedom free mode មួយអូខេអញ្ចឹងយើងហៅទៅអានេះលេខបានអានេះលេខ0នេះយើងហៅឃើញហើយអញ្ចឹងយើងធ្វើមិនទៀតបន្ទាប់យើងត្រូវ copy វាចេញសិនអញ្ចឹងយើងបង្កើត folder មួយមកហើយយើងដាក់ឈ្មោះអីក៏ដាក់ទៅខ្ញុំដាក់ថា A ចុះអញ្ចឹងយើង copy វាមួយដាក់ចូល folder នេះហើយបន្ទាប់មកយើងរក texture របស់វាមាន disk ជាមួយនឹងលេខមកអញ្ចឹងទៅអញ្ចឹងយើងរក JBIB នេះដល់ JBIB លេខ0អញ្ចឹងយើងចូលមើលសិននេះតម្រង A របស់វាបើសិនបងប្អូនចង់យកលេម៉ានក៏បានវាមាន texture ច្រើនដែរវាមានពី A រហូតដល់ P អញ្ចឹងទៅអញ្ចឹងបងប្អូនអាចមើលទៅមួយណាតំណងយកមួយហ្នឹងទៅអូខេឥឡូវខ្ញុំយកពណ៌ខៀវនេះចុះហើយបន្តមកធ្វើម៉េចទៀតអញ្ចឹងយើងយក file ហ្នឹងយកដាក់កន្លែង mode នេះយើងពេលហ្នឹងយើងបាន A1 ហើយនេះដោយសារចេញ particle ដោយសារយើងវាជាប់ texture អញ្ចឹងយើងជីកកន្លែងសញ្ញាបូមនេះ add texture មកវានៅអត់ទេអូខេចាំតិចអញ្ចឹងយើងត្រូវកែវាវិញចូលម្ដងទៀតសិននៅតាមមិនចេញនេះចេញហើយអូខេអញ្ចឹងបន្តមកយើងធ្វើអីទៀតអញ្ចឹងយើងបើក Photoshop យើងមកflip page មួយទៀតមុននឹងបើក Photoshop យើងត្រូវ export texture នេះចេញសិនអញ្ចឹងយើង export វាទៅមកយើងហៅ file A យើងមកអូខេហើយកន្លែងនេះយើងដាក់ JPG អូខេបន្តមកហើយអញ្ចឹងយើងបើក Photoshop មកនេះទម្រង់ A យើងឬក៏យើងបង្កើតទំព័រថ្មីទៅយើងបង្កើតទំព័រថ្មីគឺយើងដាក់ចូលចំតិចនេះយើងដាក់10បាយគុណនឹង10បាយទៅហើយយើង copy វាដាក់ចូលទៅវារៀងធំតិចសួរធ្វើកាត់រូបភាពដែលយើងចង់ដាក់អូខេអញ្ចឹងនេះជាទម្រង់ A ដែលយើងត្រូវធ្វើអានេះដៃ A ហើយអានេះតួខ្លួន A អញ្ចឹងទៅឥឡូវយើងចាប់ផ្ដើមពីណាទៅយ៉ាងនេះដែរខ្ញុំចង់ធ្វើ A ឥឡូវធ្វើ A ឈៀសិនចុះ
អូខេហើយខ្ញុំសុំខាលឿនតិចហើយបាទឥឡូវហ្នឹងខ្ញុំបានធ្វើបានប៉ុណ្ណឹងហើយឥឡូវសាក save វាសិនទៅតែវាចេញវារបៀបម៉េចអញ្ចឹងយើងយក save វាជា JPG ទៅហ្នឹងហើយយើងហៅ file នេះ file ហើយ share ជា file JPG ហើយដាក់ឈ្មោះក៏ដាក់ទៅដាក់លេខ1អូខេបន្តមកយើងបើក OpenAV ហើយយើងចុចចូលកន្លែង texture វាទៅជាស្រ័យសូម edit មួយសិននេះអញ្ចឹងយើងត្រូវបដូរ texture វាយើងចុចកន្លែង display វានេះហើយយើងចូលកន្លែងយើងដែលយើងបានធ្វើហ្នឹងទៅហើយយើង save វាហើយបន្តមកយើងចូលមើលវាចេញរបៀបយ៉ាងម៉េចនេះដែលខ្ញុំបាន design ចេញមកវាចេញរបៀបអញ្ចឹងបាទវាសាមញ្ញឈៀបាទគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ